បាទសូមអនុញ្ញាតគោរពជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់និងជាទីគោរពរាប់អានវិលមកជួបជាមួយនឹងខ្ញុំជាថ្មីនៅនាទីកាត់សុបិនហើយនៅក្នុងវីដេអូនេះដែរខ្ញុំនឹងលើកយកអំពីកាត់សុបិនឃើញការងារឬក៏មុខរបរមកបកស្រាយជូនបងប្អូនជាទីស្ដាប់បាទកំណមខាតពេលយូរមកដឹងនឹងយល់អំពីអត្ថន័យនិងប្រផ្នូលដែលពាក់ព័ន្ធទៅនឹងការយល់សពនោះជាមួយនឹងខ្ញុំបាទដូចតទៅទី1យល់សពឃើញការជាមុខរបរយល់សពបាត់បង់ការធ្វើទំនាយថាអ្នកនឹងអាចជ្រើសរើសយកឱកាសល្អសម្រាប់បំពេញចិត្តអ្នកបើយល់សពផ្ដល់ការឲ្យគេធ្វើទំនាយថាអ្នកមិនត្រូវទុកចិត្តគេហួសហេតុពន់ពេកប្រមាណទេពីព្រោះវាអាចនាំឲ្យខូចប្រយោជន៍ធំរបស់អ្នកការងារយល់សពឃើញការងារសំណង់ទំនាយថាអ្នកនឹងទទួលបានការរីកចម្រើនយ៉ាងពេញចិត្តតែបើពួកជាងអត់ធ្វើការឬក៏កំពុងទំនេរឬក៏មានបរិយាកាសមិនរីករាយទំនាយថាអ្នកនឹងកើតការកម្មចិត្តយល់សពធ្វើការយ៉ាងហត់នឿយទំនាយថាបំណងរបស់អ្នកនឹងបានសម្រេចបន្ទាប់ពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងយល់សពឃើញការងារនយោបាយទំនាយថាសភាពការនឹងកាន់តែល្អសម្រាប់អ្នកការប្រាក់យល់សពបង់ការប្រាក់ជាការប្រាប់អ្នកឲ្យបំបត្តិកិរិយាក្រអឺតក្រទមយល់សពទទួលបានការប្រាក់ទំនាយថានឹងមានការផ្លាស់ប្ដូរមួយដ៏សំខាន់សម្រាប់អ្នកនៅថ្ងៃអនាគតការពារយល់សពការពារជនណាម្នាក់ទំនាយថាមនុស្សដែលអ្នកទុកចិត្តនោះប្រកាសជាមិនក្បត់នឹងអ្នកនោះទេយល់សពការពារខ្លួនឯងឬឃើញជនណាមួយជួយការពារអ្នកជាការប្រាប់អ្នកថាចូលកុំតន់បង្ខំដោះស្រាយបញ្ហាសំខាន់នៅក្នុងពេលនេះអីពីព្រោះមនុស្សដែលអ្នកទុកចិត្តនោះអាចធ្វើឲ្យអ្នកទទួលបរាជ័យទៅវិញបាទពុកម៉ែបងប្អូនសម្រាប់អត្ថន័យនៃការយល់សពដូចខាងលើក៏បានបញ្ចប់ហើយជាចុងក្រោយមុននឹងបញ្ចប់ខ្ញុំបាទក៏សូមជូនពរពុកម៉ែបងប្អូនឲ្យរកទទួលទានមានបានធ្វើដំណើរទៅណាប្រកបដោយសេចក្តីសុខនិងសុវត្ថិភាពបាទសូមអរគុណសូមគោរពលា